គុណសម្បត្តិទី1គឺការរក្សាសំណើមដីចំបើងជួយរក្សាសំណើមដីជួយធ្វើឲ្យដីត្រជាក់ហើយដល់ពេលអញ្ចឹងទៅធ្វើឲ្យយើងនឹងកាត់បន្ថយការស្រោចទឹកបងប្អូនយើងអត់រពលក្នុងការស្រោចទឹកជាងមុនទេឧទាហរណ៍ថាបើយើងធ្លាប់តែអត់ខប់ច្បើងយើងស្រោចទឹកមួយថ្ងៃម្ដងតែដល់ពេលយើងខប់ច្បើងទៅ3ថ្ងៃឬមួយក៏4ថ្ងៃបានយើងស្រោចទឹកម្ដងអញ្ចឹងបងប្អូនអញ្ចឹងហើយយើងកាត់បន្ថយពេលវេលាកាត់បន្ថយការចំណាយថ្លៃបូមទឹកឬមួយក៏ថ្លៃប្រេងថ្លៃអីអញ្ចឹងទៅហើយជាពិសេសទៀតនោះគឺខែក្តៅបងប្អូននៅពេលដែលយើងខប់ច្បើងទៅដីយើងត្រជាក់ហើយសើមអញ្ចឹងធ្វើឲ្យដំណាំយើងនឹងគឺដុះល្អបងប្អូនគុណសម្បត្តិទី2ការពារស្មៅយើងខប់ច្បើងឲ្យខាស់ទៅលើដីរងរបស់យើងហ្នឹងគឺដូចយើងបានសង់របាំងធម្មជាតិមួយដើម្បីការពារកុំឲ្យស្មៅហ្នឹងវាមានឱកាសដុះបងប្អូនហើយអញ្ចឹងហើយគឺយើងអាចកាត់បន្ថយចំណាយទៅលើថ្នាំស្មៅហើយនឹងមួយទៀតគឺកាត់បន្ថយចំណាយទៅលើថង់ប្លាស្ទិកព្រោះបងប្អូនកន្លែងខ្លះដើម្បីការពារស្មៅកុំឲ្យដោះគឺគាត់ទិញថង់ប្លាស្ទិកយកមកខបដីហើយតែយើងក៏អាចយកច្បើងហ្នឹងយកទៅប្រើជំនួសថង់ប្លាស្ទិកបានដែរអញ្ចឹងហើយយើងអាចកាត់បន្ថយចំណាយកន្លែងហ្នឹងបានគុណសម្បត្តិទី3គឺជួយរក្សាសីតុណ្ហភាពដីចំបើងជួយគ្រប់គ្រងសីតុណ្ហភាពដីដោយរក្សាដីរងយើងហ្នឹងឲ្យត្រជាក់នៅពេលដែលអាកាសធាតុវាក្តៅហើយនឹងចំណុចពិសេសរបស់ចំបើងមួយទៀតគឺវាមានតួនាទីក្នុងការបឺតជាតិទឹកចេញពីរងបន្លែរបស់យើងនៅពេលណាដែលរងបន្លែរបស់យើងហ្នឹងវាទៅជាលើសជាតិទឹកធ្វើឲ្យដីនឹងជាប់ទឹកអញ្ចឹងឯងចំបើងគឺវាជួយបឺតជាតិទឹកហ្នឹងផ្ទុកនឹងខ្លួនឯងអញ្ចឹងហើយវាអាចរក្សាស្ថិរភាពនៅក្នុងដីរងបន្លែយើងនឹងបានមិនថាដីរងបន្លែដីខំដាំស្វាយអ្នកគេដាំចកាស្វាយដាំអីហ្នឹងគឺសិតតែអាចប្រើបានដែរគុណសម្បត្តិទី3គឺការជួយកែប្រែលម្អដីនៅពេលដែលចំបើងនឹងអាលួយវាជួយបន្ថែមសារធាតុសរីរាង្គទៅក្នុងដីហើយធ្វើឲ្យរចនាសម្ព័ន្ធរបស់ដីនឹងវាធូរបងប្អូនមានខ្យល់ចេញចូលល្អហើយដីនឹងវាមានជីវជាតិទៀតនៅពេលដែលចំបើងនឹងអាលួយទៅបងប្អូនហើយនឹងវាទៅបង្កើតជាចំណីរបស់អតិសកលប្រាណនៅក្នុងដីរបស់យើងអញ្ចឹងអតិសកលប្រាណនៅក្នុងដីហ្នឹងគឺវាស៊ីអាជាតិអាលុយរបស់ចំបើងហ្នឹងបង្កើតទៅជាជីបន្ថែមទៅលើដំណាំយើងឲ្យកាន់តែល្អថែមទៀតចំណែកឯគុណសម្បត្តិទី5គឺការគ្រប់គ្រងសំណឹកដីកន្លែងនេះគឺចង់បានន័យថាពេលយើងគ្របចំបើងនៅលើដីយើងទៅគឺពេលភ្លៀងមកវាអត់ដាច់ដីរងបន្លែយើងទេហើយកន្លែងនេះគឺពិសេសសម្រាប់បងប្អូនអ្នកដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់បងប្អូនតែសម្រាប់ដូចខ្ញុំនេះគឺខ្ញុំដាំបន្លែក្នុងផ្ទះសំណាញ់អញ្ចឹងហើយគឺកន្លែងហ្នឹងគឺវាអត់ពិសេសសម្រាប់ពួកខ្ញុំទេប៉ុន្តែពិសេសសម្រាប់ពួកបងប្អូនដែលពួកគាត់ដាំបន្លែនៅខាងក្រៅផ្ទះសំណាញ់គុណសម្បត្តិទី6គេជួយគ្រប់គ្រងសត្វល្អិតហើយបងប្អូនសួរថាវាគ្រប់គ្រងសត្វល្អិតយ៉ាងម៉េចចំបើងសិនហ្នឹងវាជួយគ្រប់គ្រងមិនបានអូខេកន្លែងនេះគឺចង់សំដៅថាពេលយើងគ្របចំបើងទៅលើហងបន្លែទៅសត្វចង្រៃដែលបំផ្លាញបន្លែយើងមួយចំនួនដូចជាចង្រិតដូចជាតកូវធ្វើឲ្យវាពិបាកមានការពិបាកក្នុងការឆ្លងស៊ីឆ្លងពីបន្លែមួយដើមទៅមួយដើមបងប្អូននៅពេលដែលយើងដាក់ចំបើងទៅវាទៅជាខាំងឧបសគ្គអញ្ចឹងហើយវាពិបាកក្នុងការឆ្លងវាអាចនៅមួយដើមណានៅមួយដើមហ្នឹងអញ្ចឹងហើយយើងងាយស្រួលកំចាត់យើងអាចដើរទៅឃើញចាប់នឹងដៃឬមួយក៏បាញ់ថ្នាំសម្លាប់អីទៅវាអត់រាដាស៊ីបំផ្លាញពេញហងបន្លែយើងទេវាស៊ីដើមណាគឺវានៅដើមហ្នឹងព្រោះវាពិបាកឆ្លងហើយមួយទៀតគឺចំបើងហ្នឹងវាបង្កើតទៅជាចម្រោកសម្រាប់សត្វល្អិតមានប្រយោជន៍គឺវាមានប្រយោជន៍ចំពោះដីចំពោះរុក្ខជាតិរបស់យើងហើយនៅពេលដែលចំបើងបាំងទៅលើដីទៅដីត្រជាក់អញ្ចឹងហើយវាធ្វើឲ្យចលែនវាធ្វើឲ្យខ្មល់វាធ្វើឲ្យសត្វតកូវដួងអីហ្នឹងវាអាច
នៅក្នុងដីយើងនឹងបាននៅអាចផ្នែកខាងលើនឹងបានព្រោះដីហ្នឹងវាអត់ក្តៅទេអញ្ចឹងឯងចលនាអីហ្នឹងគឺវាអាចឡើងមកលើបានអញ្ចឹងទៅវាស៊ីអាកាកសំណល់នៅក្នុងដីហ្នឹងបង្កើតទៅជាជីចលនាកាន់តែច្រើននៅក្នុងដីរបស់យើងហ្នឹងចលនាកាន់តែច្រើនដីកាន់តែល្អតទៀតទៅអូខេគឺមាន6ចំណុចហ្នឹងហើយបើបងប្អូនដឹងពីចំណុចផ្សេងទៀតសូមបងប្អូនជួយតម្លាក់ក្នុង comment ឲ្យខាងខ្ញុំដឹងផងគឺយើងហ៊ានសោតទាំងអស់គ្នាព្រោះខ្ញុំដឹងបានតែ6ចំណុចហ្នឹងទេហើយខ្ញុំក៏ចែករំលែកទៅបងប្អូនអញ្ចឹងណាចាំបងប្អូនដឹងចំណុចផ្សេងថ្មីទៀតបងប្អូនជួយតម្លាក់ចូល comment